អូខេសួស្តីអ្នកនរគ្នាហ្នឹងហើយខ្ញុំខានធ្វើវីដេអូហើយដំឡើង plugin យូរហើយនិយាយរំទៅគឺមួយរយៈនេះកុំព្យូទ័រខ្ញុំវាមានបញ្ហាហើយពិបាកក្នុងការ record ហើយវាខូច error ខ្ញុំទៅតែឲ្យដំឡើងថ្មីអញ្ចឹងណាអញ្ចឹងហើយខានធ្វើវីដេអូមួយរយៈហើយហ្នឹងហើយអ្នកនរគ្នាហើយថ្ងៃនេះខ្ញុំមកដំឡើងហើយ SL version ថ្មីណាអញ្ចឹងSL version ថ្មីនេះគឺវាជា file មួយដែលវាស្រួលដំឡើងអញ្ចឹងហើយបើអ្នកទាំងអស់គ្នាចង់ហើយបាន file ទាំងអស់ហ្នឹងហើយដែលខ្ញុំដាក់ file ដែលដូចវីដេអូរបស់ខ្ញុំនេះគឺអ្នកទាំងអស់គ្នាហើយចូលនៅក្នុងក្រុម VIP អញ្ចឹងនៅក្នុងក្រុម VIP នេះគឺខ្ញុំភាគច្រើនខ្ញុំតម្លាក់ file ណាដែលវាពិបាករកហើយនឹងនេះតែខ្ញុំគិតឲ្យចូលជាសមាជិកយើងត្រូវបង់ប្រាក់ចូលតែបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ចូលក្រុម VIP ទេខ្ញុំមានក្រុមមួយទៀតតែឲ្យនេះក្រុមនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលក្នុងក្រុមនេះបាន download តែគាត់ថាវាជាប្រភេទ file ច្រើនដែលយើងពិបាករកអញ្ចឹងចូលទៅក្នុងបើសិនជានៅក្នុងក្រុម VIP គឺអ្នកទាំងអស់គ្នាងាយស្រួលរកអញ្ចឹងអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរអញ្ចឹងឲ្យ file នេះគឺជា file មួយដែលងាយស្រួលដំឡើងអញ្ចឹងយើងគ្រាន់តែ click ម៉ៅស្ដាំឬមួយក៏យើង double click លើវា2ដងមកហើយយើង run វាមកអូខេបន្ទាប់ពីវាចេញអញ្ចឹងយើងចុចយក run អូខេរងចាំវាបន្តិចអ្នកនរគ្នាដោយសារតែហើយ Messenger ឬណាយូតអូខេវាចេញហើយអូខេវាចាប់ផ្ដើមដំណើរការអូខេតោះចឹងយើងចុច next ចុច agree យើងចុចយក all មកកន្លែងនេះយើងclear វាក៏បានដែរណាហើយយើងចង់គ្រីសក៏បានយើងអត់ក៏បានតែខ្ញុំអត់គ្រីសទេដោយសារតែខ្ញុំទៅតម្លើងអូខេតោះមកយើងចុច next next ហើយ next ហើយយើងចុច install បន្តមកហើយវាចេញមកទៀតមកយើងចុច next ទៀតមកfile នេះងាយស្រួលដំឡើងទេអ្នកនរគ្នាអត់ពិបាកទេហើយបើអ្នកនរគ្នាត្រូវការខ្ញុំជួយដំឡើង plugin អីឬមួយក៏ donate ខ្ញុំអីអាច donate បាន1រៀល2រៀលប៉ាវថ្លៃកាហ្វេខ្ញុំអីចឹងណាហើយមួយទៀតចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើវីដេអូឲ្យបានច្រើនសម្រាប់ក្នុងការតម្លើង plugin ការ review plugin ដែលល្អសម្រាប់អ្នកនរគ្នាភាគច្រើនខ្ញុំធ្វើអត់សូវចង់ផុសទៅក្នុង YouTube ភាគច្រើនគឺវាពិបាករឿងគេចាប់ពេកដល់ពេលចឹងទៅក៏ភាគច្រើនខ្ញុំធ្វើដាក់នៅក្នុងTelegram តែអត់អីទេហើយដោយសារតែ channel យើងអត់រលុយផងចាំមកផុសអត់កើតដាក់ចូលក្នុង Telegramហើយអ្នកនរគ្នាចាំវាដាក់ពេញសិនទៅអូខេអ្នកនរគ្នាបន្ទាប់ពីវាចេញមកហើយវាចុច next ហើយយើងចុច next ទៀតចុច finish យើងចាំអានេះដល់ពេញអូខេវាពេញហើយអញ្ចឹងយើងឃើញផ្ទាំង SL មួយហើយនៅលើ desktop របស់យើងអញ្ចឹងឲ្យអ្នកនរគ្នាគ្រាន់តែចុចវាបើកមកអូខេគឺវាចេញតម្រង់បែបនេះអូខេអញ្ចឹងពេល
ពេលយើងប្រើ SL គឺឲ្យវាចេញតម្រងបែបនេះយើងឆែកមើលហើយនេះរបស់វាមកអូខេ 25.2.5 វាដាក់ឈ្មោះយើងទៀត unlock អូខេបន្ទាប់មកអ្នកនរគ្នាឲ្យចូលមកកាន់ control panel បន្ទាប់មកអ្នកនរគ្នាយកកន្លែងនេះណាអ្នកនរគ្នាមើលតាមខ្ញុំមកបន្ទាប់មកអ្នកនរគ្នាទៅ advanced setting អូខេបន្ទាប់ពីចូល advanced setting រួចអ្នកនរគ្នាយកពាក្យinbound rule ណាហើយបន្ទាប់មកអ្នកនរគ្នាយកពាក្យ new rule ហើយអ្នកនរគ្នាចុច next បន្ទាប់មកអ្នកនរគ្នាត្រូវទៅមើល file SL របស់យើងអញ្ចឹងយើងคลิกfile SL របស់យើងដើម្បីយើងរក location របស់វានេះអញ្ចឹងគឺយើងត្រូវប្លុកវាអញ្ចឹងខ្ញុំសុំ copy ឈ្មោះសិនអញ្ចឹងអ្នកនរគ្នា copy អានេះមកដើម្បីដាក់ឈ្មោះវាណាអ្នកនរគ្នាចាំតិចយើង copy ទាំងអស់មកបន្ទាប់មកអ្នកនរគ្នាចុច browse បន្ទាប់មកអ្នកនរគ្នាផាសវានៅហ្នឹងមកហើយអ្នកនរគ្នា open វាមកអូខេវាដល់ហើយអញ្ចឹងយើងចុចអានេះមកហើយអ្នកនរគ្នា copy អានេះ copy វាមកឬក៏អ្នកនរគ្នាចង់ទៅសេជា SL Studio 25ក៏បានតែខ្ញុំ copy តែប៉ុណ្ណឹងអូខេបន្ទាប់មកយើងចុច next បន្ទាប់មកអ្នកនរគ្នាយកពាក្យ block អូខេអ្នកនរគ្នាចុច OK មកហើយកន្លែងនេះអ្នកនរគ្នាដាក់ឈ្មោះមិញណាអ្នកនរគ្នាដាក់ប៉ុណ្ណឹងមកអូខេបន្ទាប់ពីប៉ុណ្ណឹងរួចហើយអ្នកនរគ្នាចូលមកឲ្យ add-on ម្ដងណាហើយ add-on អ្នកនរគ្នាយក new rule ដូចគ្នាបន្ទាប់មកអ្នកនរគ្នាចុច next ហើយអ្នកនរគ្នាចូលទៅកន្លែង browse ហើយយកSR 64 bit នេះបន្ទាប់មកអ្នកនរគ្នាយក block ដដែលចុច next ហើយបន្ទាប់មកអ្នកនរគ្នាដាក់ pass ឡើងនេះដដែលមកហើយចុច finish អូខេតែប៉ុណ្ណឹងSL របស់យើងហើយគឺវា full ហើយអ្នកនរគ្នាហើយវា full ហើយតែខ្ញុំចង់ block វាដោយសារតែកុំឲ្យពេលយើងបើកអ៊ីនធឺណិតទៅមានការចាប់ពីមេរោគផ្សេងឬមួយក៏ចាប់ពីក្រុមហ៊ុនណាអញ្ចឹងបើសិនជាយើងនេះទៅយើងអាចពេលខ្លះទៅវាចាប់ទៅធ្វើឲ្យយើងហ្នឹងគឺវាអត់ full ណាវាប្រើជួនកាលប្រើ full ពេល full ទៅជួនកាលទៅវាលោតចេញអញ្ចឹងទៅអញ្ចឹងយើងត្រូវការ block វាហើយនិយាយរួមទៅវាជាប្រភេទកម្មវិធី crack ណាអ្នកនរគ្នាកម្មវិធី crack ហើយគឺយើងតម្រូវធ្វើអញ្ចឹងព្រោះអីយើងអត់អាចប្រើដូចគេ license បានទេអញ្ចឹងខ្ញុំចូលមក block មួយទៀតខ្ញុំ block scan នេះម្ដងអូខេយើងផាសមួយមកដាក់លេខ1បន្តកតុយអូខេចុច finish បន្ទាប់មកខ្ញុំចូលមកនេះម្ដងតាមពិតទៅភាគច្រើនគេ block តែមួយទេណាតែខ្ញុំចុចខ្ញុំចង់ block 2អញ្ចឹងដើម្បីការពារវាអូខេរួចរាល់អូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាជួយគាំទ្រខ្ញុំផងហើយមួយទៀតកុំភ្លេចជួយចុច subscribe ហើយនិង like comment ផងដើម្បីឲ្យវីដេអូយើងកាន់តែបានទៅដល់អ្នកដែលគាត់ចង់ប្រើប្រាស់ SL Studio អញ្ចឹងឲ្យអ្នកនរគ្នាកុំភ្លេចជួយ share ឲ្យមិត្តភក្តិរបស់គ្នាផងហើយនិង copy link ផងអូខេអរគុណច្រើនអ្នកនរគ្នា